របៀបឆាតកួនម៉ែបងប្អូនខ្លះក៏មិនទាន់ចេះឆាទេមើលនេះបានពួកខ្ញុំចេះតែប៉ុណ្្នឹងដែរណាមើលលេងទៅបងប្អូនឃើញលើថ្ងៃក្រោយទៅអាចធ្វើហូបនឹងស្នាដៃនៅក្នុងវាអាចពុះហើយបងប្អូនអើយបញ្ជាក់បើថាមិនទាន់ចេះទេមើលតាមខ្ញុំមួយយើងត្រូវមានមីមានដូចជាតកួនខ្លាញ់ខ្ទះអីចឹងណាហើយចាំបងប្អូនដំខ្ទឹមដំអីទៅខ្ញុំជិលនិយាយវែងឆ្ងាយច្រើនព្រោះហ្នឹងវាងាយស្រួលទេតែបើអ្នកមិនចេះធ្វើ10គត់អត់ចេះដែរបងប្អូនមើលទៅនេះគ្រឿងក្រៅមានតែ4 5មុខទេមិនពិបាកទេបងប្អូនមើលទៅខ្ញុំធ្វើទៅដឹងហើយសំខាន់បងប្អូនមើលតាមខ្ញុំចេះហើយវិធីនេះកម្រមានតែបរិញ្ញាណាមានតែខ្ញុំទេដែលអាចបង្រៀនបងប្អូនបានហើយយកទៅប្រើចុះញ៉ាំកើមកាត់មិនដឹងទេសំខាន់ពុកម៉ែបងប្អូនរៀនពីខ្ញុំហើយទុកញ៉ាំខ្លួនឯងទៅចេះបងប្អូនថ្ងៃក្រោយទៅអាចមានស្នាដៃធ្វើម្ហូបនៅក្នុងវាំងបានមើលលេងទៅបងប្អូនមិនមានអស់លុយទេបងប្អូនខ្លះគិតថាគ្រាន់តែឆាប៉ុណ្ណឹងបាច់ចាំមើលហែងតែអីចឹងពុកម៉ែបងប្អូនមើលខ្ញុំទៅមានចំណេះដឹងឆាបានចេះមកបែបដែរតែចេះទៅនៅគេហៅតែការងារផ្ទះអីចឹងណាលើឆ្អិននេះបងប្អូនមើលលេងទៅគេលងថ្ងៃណាមើលអត់ចេះអីមើលតាមវិធីខ្ញុំនេះធ្វើឆ្អិនដែរបងប្អូនឥឡូវយើងដាក់ចានមកយើងរៀបចំដាក់ចានហើយយើងញ៉ាំទាំងអស់គ្នាបងប្អូនឃើញទេខ្លួនខ្ញុំក៏ញ៉ាំដែរឥឡូវពុកម៉ែបងប្អូនជឿអត់ថាខ្ញុំញ៉ាំមើលទៅពុកម៉ែបងប្អូនឥឡូវខ្ញុំដាក់ចានហើយចឹងឥឡូវមានទៀតយើងមានញ៉ាំទាំងអស់គ្នាហ្នឹងហើយបងប្អូនបើថាមិនជឿខ្ញុំទេឥឡូវខ្ញុំឈប់និយាយហើយអញ្ចឹងបងប្អូនចាំមើលទៅថាឆាហ្នឹងខ្ញុំបានហូបអត់ឥឡូវនេះខ្ញុំកំពុងដួសដាក់ចានមកខ្ញុំឲ្យក្មេងៗគាត់ហូបជាមួយក្នុងវីដេអូហ្នឹងតាមមានអវត្តមានខ្ញុំអត់ពិតមានតែ2នាក់ទេបងប្អូនឃើញស្រាប់ហើយវីដេអូខ្ញុំគិតថាខ្ញុំឆាខ្លួនឯងហូបអត់កើតក្មេងក៏ហូបកើតក៏ហូបទៅអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេបាយបាយ